បាទសួស្តីទាំងអស់គ្នាចឹងថ្ងៃនេះយើងមករៀនអំពីលំហាត់សិស្សពូកែទី6ដើម្បីត្រៀមប្រឡងសិស្សពូកែទី6ណាចឹងលំហាត់ហ្នឹងគេឲ្យយើងរើគេឲ្យយើងរកតម្លៃ A B C ចឹងគេឲ្យជាប្រព័ន្ធសមីការមកបែបនេះតើយើងគួររើវាបែបណាតោះចឹងកុំឲ្យខាតពេលយូរយើងរកទាំងអស់គ្នាចឹងជាដំបូងខ្ញុំសូមយកសមីការក្រោមនេះមកធ្វើសិនបាទយើងតាំងវាទៅបាទយើងតាំងបាទយើងតាំងA លើ5បាទស្មើឲ្យ B លើ7នេះបាទស្មើឲ្យ C លើ4នេះអញ្ចឹងយើងតាំងវាដោយស្មើដល់អក្សរ A មួយទៅបាទអញ្ចឹងខ្ញុំឲ្យវាស្មើនឹងអក្សរ T ទេបាទយើងស្មើនឹងអក្សរ T មួយណាតបមកខ្ញុំទាញរក A រក B រក C យើងថាយើងចង់រក A ឲ្យ A ស្មើ5ស្មើនឹងអក្សរ T ទៅមក A លើ5ស្មើ T អញ្ចឹងដល់ពេលយើងចង់ទាញរក A វាស្មើនឹង5គុណ T អញ្ចឹងវាជា5អី 5T អញ្ចឹងអា BC ហ្នឹងក៏ដូចគ្នាដែរបាទអញ្ចឹងខ្ញុំទាញបាទអញ្ចឹងទាញគេទាញបាទទាញរកបាទខ្ញុំទាញរក A អញ្ចឹងទាញរក A វាស្មើនឹង5យក5គុណតេឃើញ 5t ខ្ញុំទាញរក B យក7គុណ T ខ្ញុំជា 7T ខ្ញុំទាញរក C វាស្មើ4គុណ T ជា4អី 4T បាទតោះមកខ្ញុំយកអាតម្លៃ ABC នេះជួសមិនកាសលើវិញនេះជួសនេះវិញណាបាទជួសលើនេះវិញនេះតោះអញ្ចឹងបាទយកមកបាទអញ្ចឹងយក A B C ទៅជំនួសបាទទៅជំនួសខ្ញុំតាំងឲ្យដោយសមីការទី1នេះតាំងដោយសមីការទី2អញ្ចឹងទៅជំនួសដោយសមីការទី1អញ្ចឹងគេបានបាទអញ្ចឹងគេបានអញ្ចឹងដែលណាមានអក្សរ A នេះខ្ញុំអត់សេអក្សរ A ទេខ្ញុំសេដោយនេះបាទ 5t ណាអញ្ចឹងវាទៅជា 5t បាទ 5t បាទកន្លែងណាមានអក្សរ B ខ្ញុំលេខ7ខ្ញុំ 7t បាទបូកឲ្យ 4t ដែរឲ្យស្មើជាមួយនឹង64អញ្ចឹងយើងគិតទៅអានោះ 5t បូក2 12t 12t 4 16t អញ្ចឹងវាទៅជា 16t បាទហើយស្មើនឹង64អញ្ចឹងយើងនាំឲ្យបាទអញ្ចឹងនាំឲ្យបាទនោះតេយើងស្មើនឹង64ពី16អញ្ចឹងតេយើងស្មើ4ពេលតេស្មើ4មិនមែនគោលដៅគឺត្រូវរកទេគេចង់រក ABC អញ្ចឹងនេះយើងមកជំនួសមកបើតេស្មើ4អញ្ចឹងបើតែពេល A យើងស្មើ 5t តែពេលចង់រក A យក5គុណនឹង4ហ្នឹងមកតោះអញ្ចឹងនោះបាទអញ្ចឹងនោះនេះគេនោះ A ស្មើ 5t វាជា5គុណនឹង4អញ្ចឹង5គុណ4ស្មើប៉ុន្មានស្មើ20ដល់ពេល B ក៏ចឹងដែរ B វាស្មើ 7t យើង7គុណ4ដែរអញ្ចឹងវាស្មើនឹង20ហើយអក្សរ C វាស្មើនឹង 4t វា4គុណនឹង4ដែរបាទវាស្មើជាមួយនឹង15 អញ្ចឹងបាទនេះគឺជាចម្លើយរបស់យើងដែលយើងរកឃើញបើសិនជាអ្នកទាំងគ្នាមានឆ្ងល់អីអាចនៅ comment ខាងក្រោមវីដេអូនឹងបានណាបាទអញ្ចឹងចម្លើយយើងឃើញប៉ុណ្ណេះណាអញ្ចឹងយើងដាក់ដូចនេះទៅបាទដូចនេះពេលនេះ A យើងគឺស្មើនឹង20បាទហើយ B យើងស្មើ28ហើយ C ស្មើ16បាទអញ្ចឹងនេះគឺជាចម្លើយរបស់យើងទាំងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើសិនអ្នកពេញចិត្តកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំផងដើម្បីទទួលបាននៅចំណេះដឹងថ្មីៗបាទអរគុណ